បាទអញ្ចឹងសម្រាប់ម៉ាស៊ីនកំណុងបើសិនជាបងប្អូនជួបបញ្ហាបែបនេះបាទបងប្អូនអាចធ្វើខ្លួនឯងបានបាទកុំទាន់អាចទៅរកជាងមានដំណាក់កាលខ្លះយើងអាចធ្វើខ្លួនឯងបានបាទអញ្ចឹងទី1បងប្អូនលើកនឹងឡើងមកលើកឡើងហើយកុំភ្លេចគៀបទឹកថ្នាំផងបញ្ហាហ្នឹងកើតឡើងនៅពេលអញ្ចឹងពេលយើងដោះនេះអត់បានគៀបទឹកថ្នាំអញ្ចឹងបងគៀបទឹកថ្នាំអញ្ចឹងមកការពារយើងដកហេតុមកដកអីមកវានេះវាទឹកថ្នាំវិហាបាទតើបងប្អូនមើលទៅខាងក្នុងនេះវាមានកន្លែងគេដោត sensor តែនេះមួយដកហ្នឹងមកអញ្ចឹងលេខកូដមិញហ្នឹងគឺវាអត់ស្គាល់គ្រាប់ទឹកថ្នាំអញ្ចឹងមិនអត់ស្គាល់ពណ៌ផេះហើយនឹងពណ៌នេះពណ៌លឿងបាទអញ្ចឹងយើងអាចចុចមើលយើងដកវាឆ្កឹះវាឡើងតិចតិចចឹងមកបាទហើយយើងដោតទៅវិញយើងដោតទៅវិញវាឲ្យវាលោតភ្លើងបាទបើសិនជាករណីអត់លោតភ្លើងបើលោតភ្លើងចេះមិនន័យថាវាស្គាល់ទេបាទមិញដោយសារយើងវាអត់ដិតទេតែបើសិនជាករណីថាអត់លោតភ្លើងមានភ្លើងណាមួយវាអត់លោតទេវាអត់លោតចឹងអញ្ចឹងបងប្អូនត្រូវដកវាឡើងលើកវាឡើងលើកវាឡើងមកឆ្កឹះវាឡើងមកហើយយើងយកមកមើលវាអ្វីដែលយើងមើលបងប្អូនត្រូវមើលនេះបើឈីបរបស់វាហ្នឹងបាទយើងជូតបើសិនមានប្រឡាក់ទឹកថ្នាំជូតវាឲ្យស្អាតអាហ្នឹងហើយខាងក្នុងមួយទៀតបាទអញ្ចឹងខាងក្នុងមួយទៀតពីខាងក្នុង head ហ្នឹងមាន chip វាអានេះមានបលាហ្នឹងមួយហើយមាន chip មួយទៀតនៅពីខាងក្រោមគ្រាប់ទឹកថ្នាំហ្នឹងអញ្ចឹងបើករណីថាវាប្រឡាក់ធ្ងន់ធ្ងរហើយដូច chip វាអញ្ចឹងមាន chip អញ្ចឹងនៅពីខាងក្រោមហ្នឹងមួយខាងក្រោមនេះដើម្បីទប់មួយហ្នឹងមកអញ្ចឹងបើករណីថាវានៅប្រឡាក់ខាងក្រៅកន្លែងបលាហ្នឹងទេបងប្អូនគ្រាន់តែយកកណ្ដាត់ជូតមាត់មកជូតវាយើងយកកុលផ្ដិតជូតវាប្លោះហ្នឹងនេះប្លោះនេះកុំផ្ដិតខ្លាំងពេកការពារវាជើងហ្នឹងអញ្ចឹងយើងផ្ដិតវាហើយយើងដាក់ចូលវិញអញ្ចឹងបើសិនជាវាប្រឡាក់ក្រៅហ្នឹងទេយើងដាក់ចូលវិញវាអាចស្គាល់ហើយវាយើងដាក់ទៅវាស្គាល់ហើយប៉ុន្តែគាត់ថាបើសិនជាវាប្រឡាក់ខ្លាំងធ្លាក់ដល់ខាងក្រោមនេះអាហ្នឹងអត់មានជំរឿសផ្សេងទេបើសិនជាបងប្អូនជាដោះលើកនឹងឡើងមកតែបើបងប្អូនអត់ចេះដោះទេហ្នឹងទៅរកជាងហើយព្រោះវាប្រឡាក់ដល់ក្រោមហើយបាទអញ្ចឹងយើងដាក់ចូលវិញមកយើងដាក់ចូលវិញយើងមើលដែរយើងមើលស៊ីយ៉ូនេះកុំឲ្យវាពាន់គ្នាហើយមើលគ្រាប់របស់វាតាមដាំដោយលឿងខៀវខ្មៅធំប្រផេះខ្មៅតូចក្រហមអញ្ចឹងយើងដាក់ខុសវាក៏អត់ដើរដែរហើយយើងមើលតាមពណ៌វានេះចុចវាមកបាទហើយហ្នឹងអាបញ្ហាហ្នឹងកើតឡើងពេលណាកើតឡើងពេលបងប្អូនដោះអាហ្នឹងអត់បានគៀបទឹកថ្នាំអញ្ចឹងតែយើងអត់ដោះបានគៀបទឹកថ្នាំវាហៀតាមគ្រាប់មកប្រឡាក់ហ្នឹងបាទអញ្ចឹងយើងដាក់ចូលមកបាទនេះស្គាល់ហើយ